បាទឧទាហរណ៍ដូចជាករណីមិញត្រៀមលក្ខណៈគ្រាន់តែទៅសលៀងកបិតហ្នឹងគឺអត់ទាន់មានទោសទេបាទប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមធ្វើសកម្មភាពគាត់ដឹងអស់ហើយគាត់រៀបចំធ្វើសកម្មភាពគាត់យកកបិតរបស់គាត់ដែលសលៀងរួចគាត់យកទៅហើយគាត់ចាំស្ទាក់ពួនស្ទាក់ដើម្បីធ្វើការវាយប្រហារទៅលើបុគ្គលដែលគាត់ចង់សងសឹកការដែលគាត់ទៅយកកបិតហើយរងចាំធ្វើការវាយប្រហារនៅក្នុងសកម្មភាពនេះគឺចាប់ផ្ដើមគេគិតពិចារណាចូលការឈានចូលដល់ដំណាក់កាលមួយទៀតដែលគេឲ្យឈ្មោះថាជាដំណាក់កាលនៃការចាប់ផ្ដើមប្រព្រឹត្តបទល្មើសមានន័យថានៅពេលដែលជនរងគ្រោះគាត់ជិះម៉ូតូមកដល់កន្លែងហ្នឹងគាត់ដកកបិតកាប់ប្រហារទៅលើអ្នកនោះតែម្ដងអញ្ចឹងស្ថានភាពនេះប្រសិនបើគាត់កាប់ជននោះបណ្ដាឲ្យជននោះស្លាប់គេថាបទល្មើសបានសម្រេចចា៎បាទបទល្មើសបានសម្រេចប៉ុន្តែបើសិនជាគាត់កាប់ជននោះប៉ុន្តែជននោះអត់ស្លាប់បទល្មើសនេះគឺជាការប៉ុនប៉ងឃាតកម្មអញ្ចឹងការប៉ុនប៉ងឃាតកម្មនេះកើតមាននៅពេលណាគឺកើតមានក្រោយពេលដែលមានការចាប់ផ្ដើមប្រព្រឹត្តបទល្មើសហើយបទល្មើសនេះមិនបានសម្រេចអញ្ចឹងច្បាប់ចែងផ្ដន្ទាទោសតែទៅលើស្ថានភាពនិយាយជារួមបទល្មើសពីរប្រភេទគឺបទល្មើសបានសម្រេចហើយបទល្មើសប៉ុនប៉ងដែលបានបំពេញលក្ខខណ្ឌនៃការប៉ុនប៉ងដែលត្រូវផ្ដន្ទាទោសមានន័យថានៅក្នុងដំណាក់កាលនៃការចាប់ផ្ដើមប្រព្រឹត្តបទល្មើសប៉ុន្តែក្នុងច្បាប់ក៏បានចែងច្បាស់លាស់ដែរថាតើការប៉ុនប៉ងត្រូវមានលក្ខខណ្ឌដូចម្ដេចទើបការប៉ុនប៉ងនឹងអាចត្រូវផ្ដន្ទាទោសព្រមមិនទាន់បានអញ្ចឹងក្នុងច្បាប់គឺបានចែងក្នុងក្រមព្រំដែនបានចែងនៅក្នុងមាត្រា27គឺនិយមន័យនៃការប៉ុនប៉ងដើម្បីបង្កើតឲ្យមានគេហៅថាជាប្រភេទការប៉ុនប៉ងត្រូវបានទោសឬហៅក្នុងវងកញ្ចក់ថាជាបទល្មើសប៉ុនប៉ងមួយលុះត្រាដែលប្រមូលផ្ដុំនៅលក្ខខណ្ឌ2យ៉ាងលក្ខខណ្ឌទី1គឺបានន័យថាចារីបានចាប់ផ្ដើមអនុវត្តបទល្មើសរបស់ខ្លួនគឺបានន័យថាចារីបានប្រព្រឹត្តអំពើមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសដោយករណីមិញអញ្ចឹងការដែលគាត់ត្រៀមលក្ខណៈត្រឹមសម្លៀងកបិតអត់មានបញ្ហាទេនៅពេលដែលគាត់យកកបិតហ្នឹងទៅពួនស្ទាក់នៅពេលជូនមកដល់នោះគឺជាការចាប់ផ្ដើមប្រព្រឹត្តបទល្មើសរួចទៅហើយអញ្ចឹងលក្ខខណ្ឌទី1បានបំពេញប៉ុន្តែការចាប់ផ្ដើមប្រព្រឹត្តបទល្មើសត្រឹមតែប៉ុណ្ណឹងមិនទាន់អាចចាត់ទុកថាជាអំពើប៉ុនប៉ងដែលត្រូវផ្ដន្ទាទោសឬហៅថាបទល្មើសប៉ុនប៉ងទេគឺត្រូវបំពេញលក្ខខណ្ឌទី2ទៀតលក្ខខណ្ឌទី2មានន័យថាម៉េចគឺចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវបានរារាំងឬអាក់ខានដោយឥទ្ធិពលនៃកលៈទេសៈក្រៅឆន្ទៈរបស់ខ្លួនមានន័យសំដៅលើសាមភាពដូចម្ដេចឧទាហរណ៍គាត់បានត្រៀមលក្ខណៈអីយ៉ាងរួចហើយគាត់ទៅពួនស្ទាក់ហើយគាត់បានយកកបិតចេញមកដើម្បីវាយប្រហារទៅលើអ្នកនឹងហើយប៉ុន្តែមុនពេលដែលគាត់សម្រេចបទល្មើសរបស់គាត់ដោយសារតែជននោះមិនទាន់មកដល់គាត់អាចគិតឡើងវិញហើយគាត់អាចបញ្ឈប់សកម្មភាពរបស់ខ្លួនដោយស្ម័គ្រចិត្តឧទាហរណ៍គាត់អាចគិតថាការសម្លាប់គេគឺត្រូវមានទោសផ្ដន្ទាទោសដាក់គុកធ្ងន់ធ្ងរការសម្លាប់គេគឺជាអំពើបាបមួយដែលគាត់អាចទៅជាតិក្រោយមានបញ្ហាចេញចុះហ្នឹងទៅគាត់អាចសម្រេចចិត្តដកឃ្លាមកវិញហើយគាត់បញ្ឈប់ការប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះទៀតនៅក្នុងស្ថានភាពបើគាត់បញ្ឈប់ទៅវិញដោយស្ម័គ្រចិត្តយ៉ាងដូចនេះច្បាប់គេថាមិនធ្វើការផ្ដន្ទាទោសជននោះទេបាទប៉ុន្តែផ្ទុយទៅវិញបើគាត់បញ្ឈប់ដោយស្ថានភាពមួយគេហៅថាក្រៅឆន្ទៈរបស់គាត់មានន័យថាឬមួយក៏មានការអាក់ខានកលៈទេសៈពីខាងក្រៅទៅបង្អាក់គាត់ដើម្បីកុំឲ្យប្រព្រឹត្តបទល្មើសឧទាហរណ៍ថានៅពេលដែលគាត់ត្រៀមហ្នឹងស្រាប់តែប៉ូលីសគាត់ធ្វើគេហៅថាការត្រួតពិនិត្យអញ្ចឹងខ្លាចប៉ូលីសដឹងគាត់ដកឃ្លាទៅវិញការដកឃ្លាទៅវិញនេះមិនមែនជាការដកឃ្លាក្នុងស្ថានភាពនៃការបញ្ឈប់ទៅវិញដោយស្ម័គ្រចិត្តទេគឺបានន័យថាអាក់ខានទៅវិញដោយកលៈទេសៈក្រៅឆន្ទៈរបស់គាត់ឬមួយក៏ស្ថានភាពមួយទៀតអាចឧទាហរណ៍ថាគាត់មានកបិតមានអីចឹងគាត់អាចបញ្ឈប់ទៅវិញឬមួយក៏គាត់មិនអាចសម្រេចបទល្មើសដោយសារតែភាពមិនប៉ិនប្រសប់របស់គាត់កាប់គេប៉ុន្តែកាប់គេអត់ត្រូវហើយគេអាចមានវិធីគេតបតមកវិញអញ្ចឹងគាត់មិនអាចសម្លាប់គេបានអញ្ចឹងការអាក់ខានក្នុងការសម្រេចបទល្មើសប្រភេទនេះក៏ជាការអាក់ខានក្រៅឆន្ទៈហើយគាត់ត្រូវទទួលត្រូវពីការប៉ុនប៉ងខ្ញុំសូមអនុញ្ញាតជម្រាបជូននៅចំណុចខ្លីមួយទៀតអំពីស្ថានភាពនៃដំណាក់កាលនៃការប្រព្រឹត្តបទល្មើសមិញការបញ្ឈប់ទៅវិញដោយស្ម័គ្រចិត្តមិញនេះគឺដាច់ខាតទៅធ្វើការបញ្ឈប់បទល្មើសនេះដោយស្ម័គ្រចិត្តឲ្យបានមុនពេលមានការសម្រេចបទល្មើសមានន័យថាបើគាត់ចាប់ផ្ដើមកាប់គេស្លាប់ហើយអាហ្នឹងវាលែងនេះហើយវាលែងជាការប៉ុនប៉ងបទល្មើសបានសម្រេចហើយប៉ុន្តែយើងអាចលើកឧទាហរណ៍ថាគាត់ចូលទៅក្នុងផ្ទះណាមួយគាត់លួចកង់បោះឧទាហរណ៍យាយណាម្នាក់ដែលគាត់នៅម្នាក់ឯងហើយគាត់ប្រើប្រាស់កង់ហ្នឹងជាមធ្យោបាយដើម្បីគាត់ធ្វើអាជីវកម្មដឹកតកួនដឹកអីទៅផ្សារលក់ឧទាហរណ៍អញ្ចឹងគាត់ចូលទៅគាត់លួចយកកង់ហ្នឹងបានពេលដែលគាត់លួចកង់ហ្នឹងបានយកទៅដល់ផ្ទះហើយគាត់អាចគិតឃើញថាទេលួចកង់គេ
ទី1គឺជាបត់មើលអាចមានទោសគាត់អាចគិតឃើញថាលួចកង់ពីណាមិនដឹងទេប៉ុន្តែលួចកង់ចំជនរងគ្រោះដែលជាមនុស្សចាស់ជរាអញ្ចឹងហើយគាត់ប្រើប្រាស់កង់ជាមធ្យោបាយដើម្បីចិញ្ចឹមជីវិតអញ្ចឹងលួចកង់ហាក់បីដូចជាសម្រាប់គាត់អញ្ចឹងគាត់អាចមានចិត្តអាណិតអាសូរឡើងវិញសារភាពនេះហើយគាត់យកកង់នេះមកឲ្យជនរងគ្រោះទៅវិញនៅក្នុងសារភាពបើគាត់សារភាពរបៀបតែគាត់យកកង់ទៅហើយលួចទៅហើយយកកង់មកឲ្យវិញនេះច្បាប់គេអត់ចាត់ទុកថាជាការបញ្ឈប់ទៅវិញដោយស្ម័គ្រចិត្តហើយដែលអាចលើកលែងជននោះពីការទទួលត្រូវព្រមត្តនទេច្បាប់នៅតែចែងផ្ដន្ទាទោសដដែលអំពើនេះនៅក្នុងទិសស្ដីគេឈ្មោះថាគឺជាការស្ដាយក្រោយដោយសកម្មគាត់ស្ដាយក្រោយអំពើរបស់គាត់ប៉ុន្តែមិនមែនស្ដាយក្រោយដោយអកម្មទេគឺស្ដាយក្រោយដោយសកម្មហ្នឹងគឺយកម៉ូតូយកកង់ឲ្យគេវិញប៉ុន្តែបើគាត់ស្ដាយក្រោយដែរពេលខ្លះគាត់ស្ដាយក្រោយប៉ុន្តែស្ដាយក្រោយដោយអកម្មមានន័យថាស្ដាយក្រោយប៉ុន្តែក៏អត់ធ្វើអីលួចស្ដាយដែរប៉ុន្តែធ្វើមិនលួចរួចហើយទុកសិនក្នុងសារភាពនៃការស្ដាយក្រោយសកម្មប្រភេទហ្នឹងយកកង់ឲ្យគេវិញច្បាប់មិនអាចលើកលែងគាត់ពីការទទួលរឹបព្រំទាន់ទេប៉ុន្តែគាត់អាចទទួលបាននៅស្ថានសម្រាលពីតុលាការនេះគឺពាក់ព័ន្ធជាមួយនឹងដំណាក់កាលនៃការប្រព្រឹត្តបទល្មើសហើយសូមបញ្ជាក់ជូនផងដែរថានៅក្នុងការប៉ុនប៉ងដែលអាចមានការទទួលត្រូវផ្នែកព្រំទាន់គឺចំពោះបទល្មើសក្រិតរាល់ការប៉ុនប៉ងទាំងអស់ត្រូវតែមានទោសត្រូវតែផ្ដន្ទាទោសប៉ុន្តែចំពោះការប៉ុនប៉ងក្នុងបទល្មើសមជ្ឈិមវិញអាចផ្ដន្ទាទោសករណីប៉ុនប៉ងក្នុងបទល្មើសមជ្ឈិមបានលុះត្រាតែមានច្បាប់ចែងចង្អុលច្បាស់លាស់ថាការប៉ុនប៉ងនោះគឺត្រូវផ្ដន្ទាទោសឧទាហរណ៍ដូចជាបទល្មើសលួចដែលមានចែងក្នុងមាត្រា353និងមាត្រា356អញ្ចឹងបទល្មើសលួចគឺជាប្រភេទបទល្មើសមជ្ឈិមដើម្បីអាចឲ្យការប៉ុនប៉ងអាចត្រូវផ្ដន្ទាទោសតាមមាត្រា353និងមាត្រា356អំពីការប៉ុនប៉ងប្រព្រឹត្តអំពើលួចលុះត្រាតែមានច្បាប់ចែងចង្អុលក្នុងនេះគឺយើងមានមាត្រា361ដែលចែងចង្អុលអំពីករណីគេដាក់ថាការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងផ្នែកនេះត្រូវផ្ដន្ទាទោសដូចគ្នានឹងបទល្មើសមជ្ឈិមខាងលើដែរមានន័យថាត្រូវតែមានច្បាប់ចង្អុលថាការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមហ្នឹងត្រូវមានទោសទើបក្នុងករណីនេះការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមអាចត្រូវផ្ដន្ទាទោសបានចំពោះការប៉ុនប៉ងប្រព្រឹត្តបទលហុគឺគ្មានទោសទេនេះបើអនុលោមទៅតាមមាត្រា27ដែលចែងនៅក្នុងកថាខណ្ឌចុងក្រោយថាការប៉ុនប៉ងក្នុងបទលហុពុំទទួលការផ្ដន្ទាទោសទេចា៎បាទសូមអរគុណ